ប្រកាសណាគុណចាស់ញាតិញោមត្រូវរំលាយគំនិតមួយទៅធ្វើបាបពៈនេះធ្វើបាបពៈនោះដើម្បីខ្លួនឯងអ្នកចម្រើនទេពឋានគំនិតទូលខ្លួនអ្នកបដិបត្តិធម៌គំនិតទូលខ្លួនអ្នកចម្រើនត្រូវឲ្យរលាយអស់នៅសល់តែសភាវៈពិតដែលធ្វើកិច្ចធ្វើនាទីជំនួសយើងអត់មានចាំបាច់គិតថាទៅចម្រើនសតិយ៉ាងនេះទៅចម្រើនវិបស្សនាអីយ៉ាងណាទេលក្ខណៈរបស់សតិវិបស្សនាវានៅត្រង់សភាវៈពិតប្រកបជាបរមត្ថណែវានៅត្រង់ការដែលបានស្ដាប់ហើយយល់អំពីធម៌ពិតនឹងឯងអាការយល់នេះឯងដែលបង្កឲ្យមានសតិរលឹកពុទ្ធបរិស័ទយើងនៅជំពាក់ចិត្តនឹងបដិបត្តិធម៌កាលដែលអានបត្រៃបិដកហើយក៏ទទួលសេចក្តីបានថាព្រះពុទ្ធបរមគ្រូត្រាស់ប្រាប់ឲ្យយើងបដិបត្តិធម៌ដូច្នេះយើងត្រូវបដិបត្តិតាមនៅជំពាក់ចិត្តអញ្ចឹងណាពុទ្ធបរិស័ទស្ដាប់បានត្រង់ពាក្យថាយើងបដិបត្តិធម៌ក៏ប៉ុន្តែមិនដឹងថាអ្វីជាបដិបត្តិធម៌នោះឡើយពុទ្ធបរិស័ទខំប្រឹងឲ្យខ្លួនឯងបានជាអ្នកបដិបត្តិប៉ុន្តែធម៌ពិតនៅក្នុងទីងងឹតឈឹងពោពេញដោយបមាទធម៌ព្រោះហេតុតែមិនមានសតិថ្នាក់សតិប្បដ្ឋានខ្លះទៅពោលថាម៉េចសម័យព្រះអត់មានវិធីបដិបត្តិរូបបែបបដិបត្តិហ្នឹងព្រះគ្មានអីក្រៅពីសំដែងឲ្យយល់កិច្ចបដិបត្តិគ្មានហ្នឹងនិយាយអត់យល់គម្ពីរអត់យល់តម្រាអត់ស៊ីជម្រៅនេះសតិប្បដ្ឋានសូត្រសំដែងអរញ្ញកតោវេរកមុលកតោវេនេះឃើញទេបងសំដែងអេកោវូបកថោតែម្នាក់ឯងត្រែកទៅអបមត្តតោមុនប្រមាណអតាបៃមានសតិបហេតតោមានខ្លួនបញ្ជូនទៅបត់ទាំងអស់ហ្នឹងបត់នៃអ្នកបដិបត្តិកំពូលថាទេអ្នកមិនបដិបត្តិមិនលុះច្រើនជាងអ្នកបដិបត្តិតិចទេសម័យព្រះនោះពោលយ៉ាងខុសផ្លូវរួចទុកដូចគ្នាមិនក៏កាន់យកតែផ្លូវនោះផ្លូវនេះឲ្យខុសព្រោះបុគ្គលខុសគ្នាឯងយើងទៅចាប់ឧបរិទ្ធញ្ញូអត់ឃើញបដិបត្តិយើងអត់បដិបត្តិតាមឧបរិទ្ធញ្ញូគ្រោះថ្នាក់ណាគ្រោះថ្នាក់ខ្លួនឯងហ្នឹង